សុភាសិតជំពូក10នេះជាសុភាសិតរបស់សាឡូមោនកូនដែលមានប្រាជ្ញារមែងធ្វើឲ្យឪពុកមានចិត្តរីករាយតែកូនដែលល្ងានោះនាំឲ្យម្ដាយធ្ងន់ទ្រង់វិញទ្រព្យសម្បត្តិដែលបានមកដោយអំពើអាក្រក់នោះគ្មានប្រយោជន៍ទេតែសេចក្តីសុចរិតនោះរមែងជួយឲ្យរួចពីស្លាប់ព្រះយេហូវ៉ាទ្រង់មិនព្រមឲ្យព្រលឹងនៃមនុស្សសុចរិតត្រូវស្រេកឃ្លានទេតែទ្រង់ច្រានសេចក្តីលោភរបស់មនុស្សអាក្រក់ចេញអ្នកណាដែលធ្វើការដោយដៃខ្ជិលច្រអូសនោះធ្លាក់ខ្លួនជាក្រតែដៃមនុស្សដែលឧស្សាហ៍នាំឲ្យមានវិញចំណែកអ្នកណាដែលខំប្រឹងប្រមូលទុកនៅក្នុងរដូវក្តៅនោះឯងជាកូនដែលមានគំនិតតែឯអ្នកណាដែលរវល់តែដេកនៅរដូវជំរូតវិញនោះក៏ជាកូនដែលនាំឲ្យមានសេចក្តីខ្មាស់អំណោយពររមែងស្ថិតលើក្បាលនៃមនុស្សសុចរិតតែសេចក្តីច្រឡោតតែងខ្ទប់មាត់របស់មនុស្សអាក្រក់វិញសេចក្តីនឹកចាំពីមនុស្សសុចរិតនោះនាំឲ្យមានពរតែសេចក្តីឈ្មោះរបស់មនុស្សអាក្រក់រមែងពុករលួយទៅអ្នកដែលមានចិត្តប្រកបដោយប្រាជ្ញានោះតែងទទួលបង្គាប់តែមនុស្សល្ងាដែលមានមាត់រពឹសនោះនឹងត្រេវដួលវិញអ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់នោះក៏ដើរដោយទុកចិត្តតែអ្នកណាដែលបង្ខូចផ្លូវខ្លួននោះមនុស្សទាំងឡាយនឹងស្គាល់គេច្បាស់ដែរអ្នកណាដែលមិចភ្នែកនោះនាំឲ្យកើតទុក្ខហើយមនុស្សល្ងាដែលមានមាត់រពឹសនោះក៏នឹងត្រេវដួលចុះមាត់នៃមនុស្សសុចរិតជាអណ្ដូងជីវិតតែសេចក្តីច្រឡោតតែងខ្ទប់មាត់របស់មនុស្សអាក្រក់វិញឯសេចក្តីសំអប់នោះបណ្ដាលឲ្យកើតមានហេតុទាស់តែងគ្នាតែសេចក្តីស្រឡាញ់តែងគ្របបាំងអស់ទាំងអំពើកំហុសនៅបបរមាត់នៃមនុស្សមានយោបល់នោះឃើញមានប្រាជ្ញាតែមានរំពាត់សម្រាប់ខ្នងនៃមនុស្សណាដែលឥតមានតម្រើសវិនមនុស្សប្រាជ្ញតែងប្រមូលចំណេះទុកតែឯមាត់របស់មនុស្សល្ងានោះជាសេចក្តីហិនវិនាសដែលនៅបង្កើយវិនទ្រព្យសម្បត្តិរបស់អ្នកមានជាទីក្រុងមាំមួនដល់គេសេចក្តីហិនវិនាសរបស់មនុស្សក្រគឺជាសេចក្តីទាល់ក្ររបស់គេកិច្ចការដែលមនុស្សសុចរិតធ្វើនោះគឺសម្រាប់ចិញ្ចឹមជីវិតតែផលរបស់មនុស្សអាក្រក់សម្រាប់តែធ្វើបាបវិញអ្នកណាដែលស្ដាប់តាមសេចក្តីព្រានប្រដៅនោះឈ្មោះថាដើរក្នុងផ្លូវនៃជីវិតហើយតែអ្នកណាមិនព្រមទទួលសេចក្តីបន្ទោសនោះហៅថាវង្វេងវិញអ្នកណាដែលលាក់សេចក្តីសំអប់ទុកនោះជាអ្នកមានបបរមាត់កុហកហើយអ្នកណាដែលនិយាយដើមគេនោះជាមនុស្សល្ងាអ្នកណាដែលនិយាយច្រើននោះមិនខានមានបាបឡើយតែអ្នកណាដែលខាត់ទប់បបរមាត់វិញនោះជាមនុស្សប្រព្រឹត្តដោយប្រាជ្ញាអណ្ដានរបស់មនុស្សសុចរិតប្រៀបបីដូចជាប្រាក់វិស័យបំផុតតែចិត្តរបស់មនុស្សអាក្រក់រមែងមានតម្លៃតិចណាស់បបរមាត់របស់មនុស្សសុចរិតខ្វល់រកមនុស្សជាច្រើនតែមនុស្សល្ងាគេស្លាប់បាត់ទៅដោយខ្វះយោបល់វិញអំណោយពរនៃព្រះយេហូវ៉ានោះធ្វើឲ្យតែជាមានហើយទ្រង់មិនបន្ថែមសេចក្តីទុក្ខព្រួយផងទេឯការដែលមនុស្សល្ងាប្រព្រឹត្តអាក្រក់នោះដូចជាលបែងលេងសប្បាយដល់គេតែមនុស្សដែលមានតម្រើយោបល់នោះចោលចិត្តនឹងប្រាជ្ញាវិញសេចក្តីដែលមនុស្សអាក្រក់ភ័យខ្លាចនោះនឹងកើតឡើងដល់គេជាពិតហើយសេចក្តីដែលមនុស្សសុចរិតប្រាថ្នាចង់បាននោះនឹងបានបើកឲ្យដែរកាលខ្យល់គួតហួរបាត់ទៅនោះមនុស្សអាក្រក់ឥតមានសល់ឡើយតែមនុស្សសុចរិតមានឫដ៏ស្ថិតស្ថេរនៅអស់កលទឹកខ្មេះដល់ធ្មេញហើយផ្សែងដល់ភ្នែកនោះជាយ៉ាងណាឯមនុស្សខ្ជិលច្រអូសក៏យ៉ាងនោះដល់អ្នកណាដែលប្រើវាសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ានោះចម្រើនថ្ងៃអាយុតែអស់ទាំងឆ្នាំនៃអាយុរបស់មនុស្សអាក្រក់នឹងត្រូវរុញខ្លីវិញការសង្ឃឹមរបស់មនុស្សសុចរិតនោះនាំឲ្យមានចិត្តរីករាយតែសេចក្តីទុក្ខចិត្តរបស់មនុស្សអាក្រក់នឹងសូន្យបាត់ទៅផ្លូវព្រះយេហូវ៉ាជាបន្ទាយដល់មនុស្សទៀងត្រង់តែសេចក្តីវិនាសវិញដល់អស់អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់មនុស្សសុចរិតនឹងមិនត្រូវរង្គើឡើយតែមនុស្សអាក្រក់នឹងអាស្រ័យនៅផែនដីមិនបានទេមាត់នៃមនុស្សសុចរិតតែងបញ្ចេញប្រាជ្ញាតែអណ្ដានវាយខ្វៀកនឹងត្រូវកាត់ចេញវិញបបរមាត់របស់មនុស្សសុចរិតរមែងដឹងសេចក្តីដែលគួរកបីតែមាត់របស់មនុស្សអាក្រក់ពោលតែសេចក្តីគ្រវិចគ្រអៀនវិញ